សួស្តីអ្នកទាំងអស់គ្នានឹងមកជួបជាមួយខ្ញុំសាជាថ្មីម្ដងទៀតនៅពាក្យបច្ចេកទេសដែលយើងប្រើប្រាស់ក្នុងវិស័យសំណង់ជាភាសាចិនយើងមិនសិនមិញយើងរៀនបាន5ពាក្យហើយថ្ងៃនេះខ្ញុំនឹងបន្ត5ពាក្យទៀតទាក់ទងទៅនឹងពាក្យបច្ចេកទេសក្នុងវិស័យសំណង់នឹងដែរហើយយើងចាប់ផ្ដើមទាំងអស់គ្នាពាក្យទី1គឺតលៀងតែជាភាសាអង់គ្លេសមានន័យថាក្រមប៊ីមដែលយើងហៅជាខ្មែរថាធ្នឹមក្បាច់នឹងឯងពាក្យបន្ទាប់ទៀតគឺហងលៀងជាភាសាអង់គ្លេសមានន័យថា beam ដែលយើងប្រែជាភាសាខ្មែរថាធ្នឹមនឹងឯងពាក្យបន្តគឺសៀងពីលៀងជាភាសាអង់គ្លេសបានន័យថា cantilever beam ឬក៏យើងហៅជាភាសាខ្មែរថាធ្នឹមកុងស៊ុលបន្តមកទៀតគឺអាយជឺលៀងជាភាសាអង់គ្លេសបានន័យថា I beam ជាភាសាខ្មែរបានន័យថាធ្នឹមអក្សរ A ហ្នឹងហើយហ្នឹងពាក់ទងជាមួយនឹង steel structure ធ្នឹមដៃរបស់យើងមានធ្នឹមអក្សរ A យើងមានធ្នឹមអក្សរ A យើងមានធ្នឹមអក្សរ A អញ្ចឹងទៅពាក្យបន្តទៀតគឺអេជឺលៀងបានន័យថាធ្នឹមអក្សរ H ឬក៏យើងអានជាប្រាំងយើងអាចថាធ្នឹមអក្សរ H នឹងពាក្យថ្ងៃនេះយើងមានតែប៉ុណ្្នឹងឯងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងវីដេអូនេះហើយជួយ share ជួយ like ទាក់ទងជាមួយនឹងវីដេអូខ្ញុំទាំងអស់គ្នាខ្ញុំនឹងបន្តចែករំលែកមួយថ្ងៃ5ពាក្យជាបន្តទៀតដល់បងប្អូនទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាចេះអានចេះសរសេរទាំងភាសាចិនភាសាអង់គ្លេសនិងយល់អត្ថន័យនៃពាក្យនីមួយៗបានក្បោះក្បាយអរគុណខ្ញុំមានតែប៉ុណ្្នឹងឯង Bye bye thank you see you in the next video